Work hard and work smart មុនធ្វើអ្វីមួយអត់ចេះគិតជាមុនទេគឺចាប់ផ្ដើមធ្វើតែម្ដងគឺបញ្ចេញសកម្មភាពដោយគ្មានការគិតពិចារណាដល់ពេលជួបបញ្ហាពេលណាទើបងាកមកគិតជាក្រោយចំណែកអ្នកមានទម្លាប់គិតមុនទើបធ្វើបញ្ចេញសកម្មភាពគំនិតឆ្លុះបញ្ចាំងមើលគ្រប់ជ្រុងជ្រោយហើយចាប់ផ្ដើមបញ្ចេញសកម្មភាពទៅតាមក្រោយដូច្នេះគេថាធ្វើពុំសូវមានកំហុសហើយមានប្រសិទ្ធភាពក្នុងការងារខ្ពស់អ្នកតែងមានមាឌធំមានកម្លាំងកាយមើលងាយលើការងារឬមើលងាយស្ថានភាពចំណែកអ្នកដែលមិនមានការអាងកម្លាំងតែងតែមានបញ្ញាតែងតែគិតគ្រប់ជ្រុងជ្រោយដើម្បីវែកញែករកឲ្យឃើញចំណុចខ្លាំងនិងចំណុចខ្សោយដែលត្រៀមដោះស្រាយទុកជាមុនជាស្រេចអ្នកក្រតែងពឹងលើការព្យាយាមខិតខំប្រឹងប្រែងទៅសម្រេចភាពជោគជ័យចំណែកអ្នកមានពឹងលើយុទ្ធសាស្ត្រផែនការវិធីសាស្ត្រអនុវត្តនិងការច្នៃប្រឌិតរបស់ពួកគេដូច្នេះនៅពេលដែលគេធ្វើការងារអ្វីដែលលំបាកក៏មានភាពងាយស្រួលនិងមិនហត់ហៅប្រឹងកម្លាំងខ្លាំងនោះឡើយភាពច្នៃប្រឌិតបានបំបែកទំហំនៃការងារដ៏ធំមកត្រឹមការងារតូចៗជាចម្រៀកនាំឲ្យស្រាលហើយងាយស្រួលធ្វើអ្នកតែងធ្វើការងាររបៀបត្រង់ចំដែលជួនកាលត្រូវបានរាំងស្ទះទៅលែងរួចចំណែកអ្នកដែលមានការចេះធ្វើការងារដោយបត់បែនតាមស្ថានភាពជាក់ស្ដែងឬតាមកលៈទេសៈតម្រូវធ្វើឲ្យគេយល់ថាការធ្វើត្រង់ក៏មិនអាចទៅដល់គោលដៅឆ្ងាយឡើយគ្មានគោលដៅឆ្ងាយណាដែលមិនមានផ្លូវត្រង់ឬបន្ទាត់អាចទៅដល់នោះទេត្រូវតែចេះបត់បែនបើមិនដូច្នេះទេនឹងអាចធ្លាក់ជ្រួសជាមិនខានអ្នកធ្វើកិច្ចការដោយផ្ដោតទៅលើវិធីសាស្ត្រតែមួយគត់ចំណែកអ្នកដែលធ្វើការផ្ដោតលើវិធីសាស្ត្រច្រើននោះគឺមានការផ្លាស់ប្ដូរទិសដៅខុសឆ្គងទៅជាត្រឹមត្រូវតែមិនមែនជាការផ្លាស់ប្ដូរគោលដៅនោះទេអ្នកដែលធ្វើកិច្ចការណាមួយមិនបានសម្រេចគេតែងតែផ្លាស់ប្ដូរគោលដៅចំណែកអ្នកមានខ្លះទៀតគេនៅតែរក្សាគោលដៅដោយគ្រាន់តែផ្លាស់ប្ដូរទិសដៅតែប៉ុណ្ណោះមានន័យថាផ្លាស់ប្ដូរវិធីធ្វើតែមិនផ្លាស់ប្ដូរកិច្ចការដែលត្រូវធ្វើអ្នកធ្វើកិច្ចការងារដោយប្រើវិធីតែមួយចំណែកអ្នកដែលធ្វើវិធីច្រើនហើយនៅតែមានវិធីមួយធ្វើមិនបានសម្រេចគេប្រើប្រាស់វិធីផ្សេងទៀតមានន័យថាគេធ្វើវិធីមួយដោយប្រើវិធីច្រើនមិនមែនធ្វើវិធីមួយតែម្យ៉ាងតែប៉ុណ្ណោះនៅលើលោកនេះពិតជាមានវិធីងាយជាច្រើនជំនួសឲ្យវិធីរកប្រាក់យ៉ាងលំបាកឬក៏អាចរកប្រាក់ច្រើននោះយើងអាចប្រើបានវិធីផ្សេងទៀតដោយការប្រើគំនិតច្នៃប្រឌិតការធ្វើអ្វីមួយគឺត្រូវតែប្រើភាពច្នៃប្រឌិតនិងភាពវៃឆ្លាតនិងវិធីសាស្ត្រជាច្រើនក្នុងការសម្រេចគោលដៅគំនិតក្រគំនិតមាននិពន្ធដោយអ៊ុនសារ៉ានគំនិតទី36